អូនប្រុសហ្នឹងគាត់អញ្ចឹងគាត់សួរខ្ញុំថាបងខ្ញុំសុំសួរមួយតើមនុស្សស្រីហ្នឹងគាត់អាចវិលត្រឡប់ទៅរកសង្សារចាស់គាត់វិញឬក៏អត់នៅពេលដែលគាត់កំពុងតែតាក់ទងនឹងយើងខ្ញុំឆ្លើយសាមញ្ញថាអាចហើយគាត់សួរទៀតថាចុះបើសិនជាយើងតាមទាន់គេម្ដងហើយម្ដងទៀតហ្នឹងគាត់អាចនៅមានលើកក្រោយទៀតត្រូវរត់ទៅតាមអ្នកចាស់ហ្នឹងទៀតអត់ហើយខ្ញុំថាអាចទៀតហើយក្មេងប្រុសហ្នឹងក៏គាត់និយាយថាប៉ុន្តែម្នាក់សង្សារចាស់ហ្នឹងគាត់ធ្វើបាបចិត្តនាងខ្លាំងណាខ្ញុំថាបើគេធ្វើបាបចិត្តវាមិនគាត់ថាសង្សារចាស់ហ្នឹងគឺជេរផងស្ដីថាឲ្យគាត់ខាងស្រីនឹងផងប៉ុន្តែខាងស្រីនៅតែចង់ត្រឡប់វិលអ្នកចាស់វិញទៀតឬក៏អត់ខ្ញុំថាអាចខ្ញុំនៅតែនិយាយថាអាចហើយក៏សួរខ្ញុំមិនអញ្ចឹងខ្ញុំថាខ្ញុំអត់ចេះអានចិត្តខាងស្រីហ្នឹងទេទៅសួរខាងស្រីហ្នឹងហេតុអីបានជាគាត់តាក់ទងយើងហើយសង្សារចាស់ហ្នឹងធ្វើបាបជេរបន្តិចផងឲ្យផងក៏ខាងស្រីហ្នឹងនៅតែចង់ហត់ត្រឡប់ទៅវិញហើយទៅខាងប្រុសហ្នឹងក៏គាត់ស្ងាត់គាត់លែងសួរខ្ញុំអីបន្ថែមទៀតហើយអញ្ចឹងអា case នេះមួយខ្ញុំចង់លើកយកមកជជែកឲ្យយល់ថាករណីហ្នឹងវាមានពីរទាំងភាគីខាងប្រុសផងភាគីខាងស្រីដែលជាសង្សារគាត់ផងរឿងថាយើងស្រឡាញ់អ្នកដែលមិនស្រឡាញ់យើងដូចខាងស្រីហ្នឹងគាត់ស្រឡាញ់ម្នាក់ដែលប្រកែកជេរគាត់ហើយខាងប្រុសហ្នឹងគាត់នៅតែបន្តស្រឡាញ់ម្នាក់ស្រីហ្នឹងទាំងតែម្នាក់ស្រីហ្នឹងបង្ហាញចេតនាថាចង់រត់ទៅតាមម្នាក់ដែលជេរគាត់ច្រើនអញ្ចឹងវាមានពីរកលៈប្រឡោះហ្នឹងអាការដែលយើងស្រឡាញ់អ្នកដែលមិនស្រឡាញ់យើងនឹងវាមានព័ត៌មានរបស់វាដែលយើងគួរតែអាចស្វែងយល់ពីលក្ខខណ្ឌនឹងបានដំបូងនឹងខ្ញុំមើលមិនយល់ទេប៉ុន្តែខ្ញុំព្យាយាមវិភាគឬក៏វិនិច្ឆ័យទាំងថ្លៃខ្ញុំឃើញថាវាមាន1 2 3 4ដែរដែលយើងអាចស្វែងយល់បាននៅក្នុងអេយ៉ាបតដែលគាត់សួរខ្ញុំការដែលគាត់កញ្ជុំជើងសេះសួរបែបលក្ខណៈដដែលប៉ុន្តែគាត់នៅតែសំណួរតែហ្នឹងអាហ្នឹងវាមានព័ត៌មានមួយលោតចូលក្នុងខួរក្បាលខ្ញុំដែលខ្ញុំអាចយល់បានពីគាត់ធម្មតានៅពេលដែលក្មេងម្នាក់គាត់ដឹងចម្លើយនឹងហើយយល់ទេហើយគាត់ហាក់បីដូចជាសង្ស័យថាវាអញ្ចឹងហើយប៉ុន្តែគាត់អត់ព្រមទទួលស្គាល់ចម្លើយហ្នឹងឯងគាត់នៅតែបកត្រឡប់មកសួរតើមែនអត់បងអញ្ចឹងមែនឬក៏អត់ប៉ុន្តែគេអញ្ចឹងហើយបើគេអញ្ចឹងគេនៅទៅមែនឬក៏អត់នៅទៅសួរសួរថាអាការសួររន្ធន់ច្រើនដងមានន័យថាម៉េចគឺគេហៅថាសួរបែប verify ឬក៏សួរបែបបញ្ជាក់ការប្រើប្រាស់ប្រភេទសំណួរបញ្ជាក់វាចេញមកពីប្រភេទលក្ខណៈការដែលយើងនៅមានមន្ទិលពេលដែលយើងនៅសង្ស័យច្រើនអញ្ចឹងមនុស្សដែលមានការសង្ស័យច្រើនណាគឺជាមនុស្សដែលត្រូវបានគេបំភាន់គាត់ច្រើនពីមុនលក្ខណៈថាពីតូចមកប្រហែលជាដល់ឥឡូវដូចយើងមាននំមួយឲ្យគាត់ញ៉ាំអញ្ចឹងយើងឲ្យហើយយើងតែអៀនឡក់ឲ្យហើយអៀនឡក់ដោយសារគេចង់ធ្វើបាបក្មេងនឹងគេអត់ស្រឡាញ់ក្មេងនឹងខ្លាំងទេអញ្ចឹងហើយបានជាគេចូលចិត្តញាស់ឲ្យធ្វើបាបដើម្បីឲ្យតែគាត់ជុំអញ្ចឹងក្មេងនឹងនៅពេលដែលគាត់ធំឡើងគាត់ចាប់ដើមចេញអាហុកសញ្ញាស្អីដែលគាត់ធ្វើគឺគាត់អត់សូវទុកចិត្តលើខ្លួនឯងទេអញ្ចឹងពេលដែលគាត់រៀបយកអីមួយទទួលយកការស្រឡាញ់ឬក៏ទទួលយកអ្វីមួយពីអ្នកដទៃគាត់តែងតែសួរថាឲ្យខ្ញុំមែនឬក៏អត់អាសំណួរថាឲ្យខ្ញុំមែនឬក៏អត់ហ្នឹងអាសំណួរបញ្ជាក់ហ្នឹងវាបង្ហាញថាគាត់អត់ទុកចិត្តថាខ្លួនគាត់នឹង deserve គួរតែទទួលបានអាហ្នឹងឯងអញ្ចឹងកន្លែងហ្នឹងគេហៅថាការមានមន្ទិលជាមួយខ្លួនឯងគឺមិនទាន់យល់គុណតម្លៃខ្លួនឯងហើយនៅពេលដែលអ្នកដទៃគេឲ្យហាក់ដកគាត់ព្រៀងសង្ស័យអញ្ចឹងស្នេហាគាត់ជាមួយកូនស្រីហ្នឹងក៏ប្រហែលជាអញ្ចឹងដែរនៅពេលដែលម្នាក់ស្រីនឹងឯកោគាត់បែកអាសង្សារដែលជេរគាត់ខ្លាំងមកញ៉ាយញងជាមួយគាត់ហ្នឹងក៏ស្រឡាញ់គ្នាទៅគាត់មានអារម្មណ៍ថាស្រឡាញ់គ្នាដល់ពេលសុកម្នាក់ស្រីនឹងរត់ទៅវិញគាត់មានអារម្មណ៍ថាចុយតិចលោអញអត់មានតម្លៃទៅអញ្ចឹងបានជាគេរត់ទៅរកអ្នកចាស់វិញអញ្ចឹងហើយនៅពេលដែលម្ដងមានតម្លៃម្ដងអត់តម្លៃម្ដងមានប្រយោជន៍ម្ដងអត់ប្រយោជន៍ធ្វើឲ្យគាត់អត់ទុកចិត្តស្ថានភាពខ្លួនឯងអញ្ចឹងហើយបានគាត់សួរហើយមូលហេតុឯងបានជាគាត់អត់ទុកចិត្តស្ថានភាពពីព្រោះគាត់ដែលដឹងថាគាត់ជាមនុស្សគួរឲ្យស្រឡាញ់ទេឬក៏គាត់ដែលយល់ថាគាត់នឹងជាមនុស្សមានតម្លៃប៉ុណ្ណាទេស្នេហាហ្នឹងបើសិនជាពេលចាប់ដើមឡើងខ្ញុំទាយវាអាចចេញមកពីប្រឡោះថងថាក្មេងស្រីហ្នឹងស្រឡាញ់គ្នាជាមួយគាត់ហ្នឹងមិនមែនដោយសារតែស្រឡាញ់អាគាត់ហ្នឹងដោយសារតែអាគាត់ហ្នឹងច្រឹកល្អទេក្មេងស្រីហ្នឹងប្រហែលជាស្រឡាញ់អាគាត់ហ្នឹងដោយសារតែគាត់យកអាកូនប្រុសហ្នឹងទៅប្រឡប់អារម្មណ៍អវិជ្ជមានមួយចំនួនបន្ទាប់ពីបែកអ្នកចាស់អីចឹងទេអញ្ចឹងហើយបានជាវាធ្វើឲ្យអាក្មេងប្រុសដែលជាជនរងគ្រោះនៃស្ថានភាពហ្នឹងគាត់ហាក់បីដូចជាមន្ទិលសង្ស័យមិនដឹងថាអញមានតម្លៃឬក៏អត់ហើយគេស្រឡាញ់អញដោយសារតែអញមានប្រយោជន៍ឬក៏គេស្រឡាញ់អញដោយសារតែអញនឹងជាមនុស្សល្អពេលអញ្ចឹងគាត់អត់ដឹងគុណតម្លៃគាត់ទេអញ្ចឹងកន្លែងនេះជាមេរៀនផងថាម៉េចក្មេងប្រុសបើសិនជាមានស្នេហាគាត់ត្រូវយល់ឲ្យច្បាស់ថាគាត់មានគុណតម្លៃស្អីអញ្ចឹងគាត់ត្រូវស្គាល់គុណតម្លៃខ្លួនឯងថាអញមានស្អីតម្លាក់លើតុចែកគ្នាជាមួយគេនឹងអញមានគុណតម្លៃអីខ្លះដើម្បីផ្ដោះប្ដូរទៅឲ្យគេបំពេញទៅឲ្យគេបំពេញមកឲ្យយើងទៅវិញទៅមកហ្នឹងវាធ្វើឲ្យយើងសប្បាយចិត្តរីករាយចង់វិនិយោគក្តីស្រឡាញ់ច្រើនជាងនឹងអត់កុំស្រឡាញ់គ្នាដោយសារថាយើងមានអារម្មណ៍ថាគេពេញចិត្តយើងប៉ុន្តែមិនដឹងថាគេពេញចិត្តស្អីពីព្រោះពេល
ពេលខ្លះបើខ្ញុំចង់ធ្វើបាបយើងឬក៏ខ្ញុំចង់ធ្វើបាបគេខ្ញុំដឹងថាគេចូលចិត្តអំពើល្អប៉ុន្តែទោះបីខ្ញុំមិនមែនជំនឿល្អក៏ដោយខ្ញុំព្យាយាមធ្វើជាប្រព្រឹត្តអំពើល្អ1 2 3ដើម្បីធ្វើចិត្តទៅអញ្ចឹងយើងក៏ស្រឡាញ់ខ្ញុំអញ្ចឹងទៅប៉ុន្តែសួរថាកន្លែងនេះយើងខ្លួនឯងនឹងមានដែរគិតទេថាខ្ញុំទៅស្រឡាញ់យើងដោយសារអីក្នុងនាមយើងជាអ្នកដែលគេមកស្រឡាញ់យើងត្រូវយល់ថាយើងមានតម្លៃធំណាហើយគេស្រឡាញ់យើងដោយសារអីបើគេស្រឡាញ់យើងដោយសារចរិតដោយសារអេយ៉ាបតដោយសារអ្វីដែលយើងមានដោយសារគុណសម្បត្តិដែលយើងមានជាមនុស្សល្អអញ្ចឹងអាហ្នឹងវាមានប្រយោជន៍អញ្ចឹងយើងនឹងមិនភ័យខ្លាចថាយើងបាត់បង់តម្លៃពួកយើងដឹងថាយើងមានតម្លៃប៉ុណ្ណាយើងស្គាល់ខ្លួនឯងយ៉ាងណាខ្លះជាមនុស្សមានគុណសម្បត្តិល្អយ៉ាងណាខ្លះអញ្ចឹងពេលដែលម្នាក់នឹងលែងស្រឡាញ់យើងម្នាក់នឹងចង់រត់ទៅរកអាណាទីប្រមាណទី7ទី8មិនក៏យើងអត់ខ្វល់ដែរព្រោះយើងដឹងថាមនុស្សប្រភេទយើងទៅជួបអ្នកណាផ្សេងក៏គង់តែមានអ្នកដទៃណាគេមើលឃើញថាយើងនឹងមានគុណសម្បត្តិជាមនុស្សល្អអាចប្រស្រ័យរាប់អានបានតែបើយើងអត់ដែរស្វែងយល់ពីគុណតម្លៃយើងទេឬក៏ពេលខ្លះយើងស្អប់ខ្លួនឯងយើងគិតថាខ្លួនឯងមិនដល់គេឬក៏យើងគិតថាយើងនឹងគ្មានសម្បត្តិល្អគ្រប់គ្រាន់ណាបើទោះបីជាយើងរកបានសង្សារដោយចៃដន្យឬដោយសារញ៉ាយគ្នាលេងបានមែនទេក៏ដោយស្នេហានឹងវានឹងមិនគង់ទេដោយសារពីមួយថ្ងៃទៅមួយថ្ងៃយើងអង្គុយសង្ស័យថាតើគេស្រឡាញ់អញមែនឬក៏អត់តើគេអាចរត់ទៅរកអ្នកចាស់វិញឬអត់ព្រោះយើងអត់ដែរដឹងថាហេតុអីគេស្រឡាញ់យើងបើគេស្រឡាញ់យើងដោយសារយើងល្អហ្មងអញ្ចឹងយើងអត់ដែរភ័យថាគេរត់ទៅរកអាណាផ្សេងអញ្ចឹងហើយបើសិនជាគេរត់ទៅរកអាណាផ្សេងក៏យើងមិនដែរភ័យថាខ្វះមនុស្សល្អផ្សេងណាមកស្រឡាញ់យើងកើតដែរសូអាហ្នឹងវានៅប្លោះហ្នឹងហើយក្មេងប្រុសហ្នឹងខ្ញុំគិតថាគាត់មានបញ្ហាអញ្ចឹងទទួលយកចម្លើយទៅយើងស្រឡាញ់គេខ្លាំងប៉ុណ្ណាក៏ដោយវាអត់សំខាន់ទេបើគេចង់រត់ទៅរកអាចថ្ងៃណាក៏គេនៅទៅចង់នឹងហើយយើងខាត់វាមិនបានទេប៉ុន្តែសំខាន់ពេលដែលគេរត់ទៅរកអ្នកផ្សេងហ្នឹងសួរថាយើងហ៊ានទទួលស្គាល់ស្ថានភាពហ្នឹងហើយ move on ឬក៏អត់បើមិនអញ្ចឹងទេយើងនៅតែមិនសុខចិត្តយើងនៅតែមានអារម្មណ៍ខឹងខ្លួនឯងស្អប់ខ្លួនឯងគិតថាប្រហែលជាអញមិនល្អព្រោះយើងអត់ដឹងថាខ្លួនឯងល្អប៉ុណ្ណាអញ្ចឹងហើយបានជាយើងដើរសួរគេគេចេញទៅអញ្ចឹងតិចលើខ្ញុំអត់មានតម្លៃទៅហើយគេនៅតែរត់ទៅរកអញ្ចឹងហើយបានជាគាត់ព្យាយាមប្រៀបធៀបជាមួយថាចុះអ្នកផ្សេងមុនហ្នឹងគេជេរគាត់សឹងអីហេតុអីគាត់នៅតែរត់ទៅរកគេពេលដែលមនុស្សសួរអញ្ចឹងគឺគាត់ចង់ឲ្យយើងជួយថ្លឹងថាចុះបាននោះអាក្រក់អញ្ចឹងហេតុអីបានជាម្នាក់ស្រីនៅតែស្រឡាញ់គេហើយខ្ញុំអត់ដែរជេរគាត់ផងហេតុអីបានជាគេមិនស្រឡាញ់ខ្ញុំទេអាហ្នឹងគឺដោយសារតែគាត់អត់យល់ថាគាត់ហ្នឹងល្អប៉ុណ្ណាគាត់គិតថាខ្លួនឯងមានគុណសម្បត្តិល្អគ្រប់គ្រាន់ណាខ្ញុំនឹងខ្ញុំនិយាយត្រូវឬខុសមិនដែរខ្ញុំចង់ឆ្លើយតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្រុសនឹងអាចស្ដាប់ហើយពិចារណាពីខ្លួនឯងតិចឲ្យរឿងស្រឡាញ់អ្នកដែលមិនស្រឡាញ់យើងហ្នឹងវាមានន័យថាម៉េចអញ្ចឹងវីដេអូហ្នឹងខ្លីខ្ញុំគិតថាមានតែប៉ុណ្្នឹងទេ